Switcher នេះគឺជាវីដេអូទី2ដែលនិយាយតាក់ទងរៀបក្នុងការinstall នៅ key clock ក្នុង project នេះគឺជា file docker compose YAML ដែលយើងមាន volume ដូចជា ITE Postgres DB គឺសម្រាប់ផ្ទុកនៅ Postgres និងនេះគឺសម្រាប់ផ្ទុកនៅ key clock និង init script គឺវាសម្រាប់ដំណើរការនៅ database នៅពេលដែលយើងចាប់ផ្ដើមrun key clock យើងហើយ ITE net នេះគឺជាឈ្មោះ network មានន័យថា key clock វានឹងចាប់យក network ដែលយើងមានស្រាប់ចឹងលោកគ្រូហើយ switch នេះគឺជា switch ដែលឈ្មោះ database ហើយនេះជា image Postgres ដែលយើងប្រើ version 18.4 ហើយនេះគឺជាឈ្មោះcontainer របស់ database ហើយនេះគឺជា username Postgres ដែលយើងបាន set វាចូលទៅក្នុង file env នេះហើយក៏ដូចជា Postgres password នេះគឺជា volume ដែលយើងបានតគ្នាហើយនេះគឺជា script ដែលយើងប្រើនៅពេលដែល run key clock ហើយចំពោះនេះគឺជា key clock container ឈ្មោះ key clock container យើងហើយនេះគឺជា image របស់ key clock ដែលយើងប្រើគឺ version 26.6.4 ហើយ environment នេះដែរគឺជារបស់ database ដែលយើងប្រើគឺយើងប្រើជាមួយនឹង Postgres ហើយនេះគឺជា URL ដែលយើងបានប្រើជាមួយនឹង Postgres ដោយកន្លែងនេះផងដែរគឺយើងដាក់ទៅតាមអ្វីដែលយើងបាន set ខាងលើនេះហើយនេះគឺជាការ set ទៅឲ្យ admin user របស់ admin ក៏ដូចជា password ដែលយើងបានដាក់ចូលទៅក្នុង env file ដូចគ្នាហើយនេះជា host name ដែលយើងបានតភ្ជាប់គ្នាហើយកន្លែងចុងក្រោយនេះផងដែរគឺមានថានៅពេលដែលយើងដំណើរការនៅ file នៅ key clock របស់យើងគឺវានឹងចាប់ផ្ដើមដំណើរការ database មុនឥឡូវខ្ញុំសូមចាប់ផ្ដើម cd ចូលទៅក្នុង folder របស់ key clock ដែលមាននៅក្នុង project របស់ខ្ញុំហើយខ្ញុំបាន cd ចូលហើយឥឡូវខ្ញុំសូមធ្វើការ run up នៅ key clock របស់ខ្ញុំខ្ញុំបាន run នៅ key clock របស់ខ្ញុំហើយឃើញថាដើរឥឡូវខ្ញុំសូមចូលទៅកាន់docker ដើម្បីមើល
ឈើនេះគឺជា key clock container របស់ខ្ញុំនេះគឺជារបស់ key clock និងនេះគឺជារបស់ database ជំរាបលាឈើវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរឈើខ្ញុំអត់សូវចូលច្បាស់ដែរឈើបាទ